ស្វាគមន៍មកកាន់ចន្ទរា Academy ចាបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងបន្តជួបគ្នានៅក្នុងវីដេអូភាគ3ក្នុងមេរៀនកន្សោមពេជ្រគណិតដដែលចាតើអូនណាចាំតើនិយមន័យកន្សោមពេជ្រគណិតយើងជាអ្វីអូនអាចឆ្លើយមកបានទេអូនចាអូនអាចពិនិត្យលើឧទាហរណ៍ក៏រកចម្លើយបានដែរណាធ្វើឲ្យអូនចងចាំឡើងវិញដែរគឺជាកន្សោមដែលមានលេខផងនិងអថេរផងដែលអថេរគឺសំដៅលើអក្សរចាដោយសារតែវាមានលេខផងមានអថេរផងអញ្ចឹងណាមានអក្សរផងអញ្ចឹងណាដែលធ្វើឲ្យយើងមិនដឹងថាបូកដកទៅស្មើប៉ុន្មានទេទាមទារឲ្យយើងមករកតម្លៃរបស់វាម្តងទៀតថាតើកន្សោមពេជ្រគណិតហ្នឹងមានលេខផងអក្សរផងអញ្ចឹងតើស្មើនឹងតម្លៃលេខប៉ុន្មានទៅស្មើនឹងប៉ុន្មានទៅតម្លៃវាចាតើកុំឲ្យយូរយើងមកសង្កេតអនុវត្តទាំងអស់គ្នាចាខ្ទង់ករបស់យើងអ្នកគ្រូមាន 3x បូក y ការ៉េយើងអូនពិនិត្យមើលថាយើងមានប៉ុន្មានតួការស្គាល់តួនិងចំនួនតួនិងអថេរនឹងគឺសំខាន់ណាស់ក្នុងការកណនាតម្លៃរបស់វាហើយឈានដល់ប៉ុន្មានទីបូកដកវាទៀតណាតើអូនពិនិត្យមើល 3x បូក y ការ៉េប៉ុន្មានតួកូនចាយើងមាន2តួទី1យើងគឺ 3x តួទី2យើងគឺ y ការ៉េចា2តួចុះមានអថេរម៉ានចាអថេរយើង2គឺ x ហើយនឹង y ហ្នឹងបើយើងដឹងថា x នឹងម៉ាន y នឹងម៉ានណាលែងមានពួកវាហើយធ្វើឲ្យយើងស្គាល់ជាតម្លៃលេខពិតដែរបានលំហាត់យើងហ្នឹងគឺគេឲ្យយើងរកតម្លៃរបស់វាថាតើ 3x បូក y ការ៉េនឹងស្មើនឹងប៉ុន្មាននៅពេលដែល x ស្មើ2ហើយនឹង y ស្មើ3ចាតោះអញ្ចឹងរកតម្លៃរបស់កន្សោមពេជ្រគណិតគឺយើងមិនដឹងតម្លៃវាដោយសារអីកូនចាដោយសារវាជាប់អញ្ញត្តិហ្នឹងណាដល់ឥឡូវយើងដឹងអញ្ញត្តិហ្នឹងនៅយើងដឹងហើយថាវាមានអញ្ញត្តិ 2x ហើយនឹង y ឥឡូវយើងដឹងទេថា x ស្មើ2 y ស្មើ3អញ្ចឹងយើងធ្វើការកណនាវាគឺជំនួសតម្លៃរបស់អញ្ញត្តិហ្នឹងគឺចូលមកកន្សោមរបស់យើងចាតោះកន្សោមយើងគឺ 3x អញ្ចឹង3ហ្នឹងមិននឹង x អូនចាគឺគុណ3គុណនឹង x យើងប៉ុន្មាន x យើង2អញ្ចឹង3គុណនឹង2ប្រមាណវិធីបូកដដែលបូកនឹងណាគេបូកនឹង y យើងប៉ុន្មាន y យើង3អញ្ចឹងបូកនឹង y គឺបូកនឹង3លើ y មានអីចាមានការ៉េអញ្ចឹងយើងដាក់ការ៉េពីលើដែរអូនពិនិត្យមើលកន្សោមយើងខាងក្រោមនៅមានអញ្ញត្តិទៀតទេអត់ទេពីព្រោះយើងចង់រកតម្លៃហើយកណ្ដាលតម្លៃលែងមានអញ្ញត្តិទេលើពីហ្នឹងឧទាហរណ៍ឲ្យអញ្ញត្តិនឹងហើយស្មើ2ស្មើ3ហ្នឹងយើងគ្រាន់តែធ្វើការចំនួនចូលវាតោះអូនកណនាទាំងអស់គ្នា2គុណនឹង3យើងគឺ6បូកតោះ3ការ៉េអូនចាគឺ9មានថា3គុណនឹង3នោះយើងបូកមកឃើញថាស្មើនឹង15ចាអញ្ចឹងតម្លៃរបស់កន្សោមយើងដែលប្រធានដើមរបស់យើងគឺ 3x បូក y ការ៉េហ្នឹងវានឹងស្មើ15នៅពេលណាអូនចាគឺនៅពេលដែល x ស្មើ2និង y ស្មើ3អ្នកគ្រូសូមសួរថាតើតម្លៃកន្សោមពេជ្រគណិតហ្នឹងស្មើប៉ុណ្ណឹងរហូតមែនគ្រប់ករណីមែនគ្រប់តម្លៃទាំងអស់មែនចាអត់ទេវាស្មើនឹង15នៅពេលដែរណានៅពេលណាដែរនៅករណីដែល x នឹងស្មើ2 y នឹងស្មើ3ចុះសួរថាបើ x មិនស្មើ2បើ x មិន2 y មិន3ប៉ុណ្ណឹងទៀតទេចាអត់ទេអញ្ចឹងតម្លៃពេជ្រគណិតយើងតម្លៃនៃកន្សោមយើងគឺវាប្រែប្រួលទៅតាមតម្លៃរបស់ចារបស់អថេរតោះយើងអនុវត្តមកខ្ទង់ទៀតខ្ទង់ខរបស់យើងវិញអូនពិនិត្យមើលតើលំហាត់ខ្ទង់ខយើងមានប៉ុន្មានតួកូនល្អយើងមាន3តួនេះយើងមាន3តួអញ្ចឹងធ្វើការចំនួនចូលដូចគ្នាអញ្ចឹងយើងពិនិត្យមើលមកអញ្ញត្តិយើងគឺមាន2 m ហើយនឹង n តើ m ស្មើប៉ុន្មានអូនហើយ n ស្មើប៉ុន្មានដែរដឹងហើយជួយចំនួនចូលតែម្ដងអញ្ចឹង10នៅដដែលហើយវាប្រមាណវិធីគុណវានៅជាប់នេះវាជាមេគុណនឹង m តើ m យើងប៉ុន្មានដែរអូនចា m យើងគឺដក1អញ្ចឹងយើងចំនួនដក1ចូលមកដក1មកហើយនៅលើ m យើងមានការ៉េចាហើយសញ្ញាប្រមាណវិធីដកណាគេម្ដងដក n យើងគឺ5ហើយបូក5 8ចាយើងរក្សារៀងដើមរបស់គេដដែលទេអូនពិនិត្យមើល
កាលណាវាអវិជ្ជមានអូនប្រើវងកញ្ចក់ទៅដើម្បីអោបវាកុំឲ្យវារេសញ្ញាដកអវិជ្ជមានហ្នឹងអញ្ចឹងតោះដក1ការ៉េអូនដក1លើកជាការ៉េស្មើប៉ុន្មានអូនដក1គុណនឹងដក1ស្មើប៉ុន្មានដែរចាស្មើ1ដកគុណដកបូក1គុណ1 1ចាអញ្ចឹងយើងយកមកគុណនឹងប៉ុន្មានទៀតគុណនឹង10ទៀតអញ្ចឹងគឺស្មើ10តោះនេះអូនយើងគិតការ៉េមុនអូនយើងគិតការ៉េនេះមុននេះចឹងការ៉េយើងនេះគឺដក1ការ៉េអ្នកណាគេការ៉េគឺដក1អញ្ចឹងដក1ម៉ានអ្នកចាដក1 2អ្នកយើងគុណគ្នាទៅសញ្ញាដកគុណដក1គុណ1ស្មើ1 1គុណ10គឺ10ដដែលអូខេតទៀតដក5យើងអត់មានគិតទេនៅដដែលដក5ហើយយើងបូក8តម៉ានទីបូកដកធ្វើពីណាទៅមុនកូនចាពីឆ្វេង10ដក5សល់5 5បូក8គឺ10ចា13នេះជាតម្លៃរបស់យើងអញ្ចឹងសរុបឡើងវិញដើម្បីរកតម្លៃកន្សោមពីគណិតតើយើងត្រូវធ្វើយ៉ាងណាអូនជួយសរសេរក្នុង comment នៃគ្រូផងដើម្បីរកតម្លៃរបស់កន្សោមពីគណិតតើយើងធ្វើយ៉ាងណាចាអញ្ចឹងពិនិត្យមើលឧទាហរណ៍ពីរនេះហើយអ្នកគ្រូមានកិច្ចការផ្ទះសូមបងប្អូនគ្នាចូលរួមធ្វើទាំងអស់គ្នាច្រើនសម្រាប់ការទស្សនា